ម៉ាក់នេះអង្គុយមើលកូនញ៉ាំមកយ៉ាងមានក្តីសុខពេលរបស់ណាដែលធ្វើឲ្យកូនញ៉ាំបានអញ្ចឹងនិយាយវិថាក្តីសុខខ្លាំងវិថាញ៉ាំបាននោះប៉ុន្តែក៏មកមើលមៀតនៅតែចពេចពេចនឹងអាយអត់មានធំទៅណាទេរដងអាហារពេលព្រឹកបងអូនណាញ៉ាំបបរសជាមួយនឹងពងមាន់ហើយបន្ថែមទឹកស៊ីអ៊ីវតិចប៉ុន្តែថ្ងៃហ្នឹងម៉ាក់ដូរមេនុយថ្មីឲ្យមុខហ្នឹងមានទឹកភ្នែកតិចផងព្រោះដោយសារតែកំពុងតែឃ្លានផងសម្រាប់អាហារពេលព្រឹកបងអូនថ្ងៃហ្នឹងដែរគឺខ្ញុំប្រើជាមួយនឹងការ៉ុតហើយនឹងដលងបារាំងសម្រាប់មេនុយមួយនេះគឺសម្រាប់បងអូនអាយុ1 ខួបឡើងទៅម៉ាក់អាចធ្វើឲ្យគាត់ញ៉ាំបានដំបូងឡើយគឺខ្ញុំយកការ៉ុតជាមួយនឹងដលងបារាំងហ្នឹងទៅស្រុះវាឲ្យឆ្អិនសិនតែថ្ងៃហ្នឹងគឺខ្ញុំអត់មានពងមាន់ទេខ្ញុំប្រើជាមួយពងទាហើយខ្ញុំបន្ថែមស្ករដូងបន្តិចជាមួយនឹងម្សៅអង្ករបន្តិចដែរដើមខ្ទឹមគឺខ្ញុំបន្ថែមបន្តិចដែរដើម្បីឲ្យវាមានក្លិនឈ្ងុយបន្ទាប់មកគឺខ្ញុំកូរវាឲ្យលាយចូលគ្នាអញ្ចឹងហើយបានយកទៅចៀនបន្ទាប់មកយើងដាក់ប្រេងអូលីវបន្តិចមកហើយដាក់ជាមួយនឹងសាច់នំរបស់យើងនឹងចូលទៅនិយាយទៅពេលហ្នឹងខ្ញុំបញ្ញាប់ពេកបងប្អូនហើយនំខ្ញុំគឺអត់បានស្អាតទេខ្ញុំចាក់យកហ្មងពួកអីកូនខ្ញុំឃ្លានខ្លាំងហើយមួយមុខនេះតំណងញ៉ាំខ្លាំងមែនតើបងប្អូនហើយសំបីតែយើងនេះមនុស្សធំខ្ញុំដែលកំពុងតែធ្វើហ្នឹងឡើងលេបទឹកមាត់ហ្មងពួកដោយសារតែតំណងហើយឈ្ងុយទៀតបើនិយាយពីរសជាតិវិញផ្អែមឡំពួកដោយសារតែផ្អែមចេញពីបន្លែផងហើយខ្ញុំបានបន្ថែមស្ករដូងបន្តិចដែរសម្រាប់អាហារបងអូនគឺបានឆ្អិនហើយនិយាយពីថាម្ចាស់គេនេះចូលចាំនៅនឹងកន្លែងខ្ញុំធ្វើនឹងឯងឃ្លានខ្លាំងណាគេញ៉ាំច្រើនមែន5 ដុំណាសមម្ដុំនិយាយទៅសាច់ញ៉ាំមកអស់3 ដុំជាងអាម្ដុំនោះខាំបានមួយម៉ាត់ទៅពេលជ្រូកដីទៅឆ្មាពងទៅបាត់បានហើយកូនឆ្អាតហើយទុកវិញ